ថ្ងៃនេះខ្ញុំទទួលបាន11 Pro Max ម្ដងគឺគាត់មានបញ្ហាទៅលើអេក្រង់គាត់គឺបានបញ្ហានោះគឺបញ្ហាដើរថាច់ហើយអេក្រង់គាត់នឹងគឺធ្លាប់អត់ថាច់ហើយពីរដងហើយបងប្អូនអរគ្នាហើយលើកនេះគឺគាត់សម្រេចចិត្តថាបដូរអេក្រង់តែម្ដងទៅក៏ខ្ជិលអូតទៀតអញ្ចឹងណាឥឡូវនេះខ្ញុំបានធ្វើការដោះប៉ាងដែលចាប់អេក្រង់ហ្នឹងណាគឺយើងត្រូវដោះចេញបើអញ្ចឹងទៅយើងលើអេក្រង់អត់ចេញមកទេបងប្អូនអរគ្នាហើយឃើញសកម្មភាពដោះនៅក្នុងវីដេអូហ្នឹងឯងគឺបើសិនជាយើងអត់ចេះទេដោះមិនស្រួលហ្នឹងដាច់ខ្សែដាច់អីតិចទីអស់ឡើយហើយជាពិសេសគឺខ្សែ center លើហ្នឹងតែដោះមិនស្រួលហ្នឹងសងដោយក្រង free sensor ឲ្យឡើយហើយបងប្អូនអរគ្នាជាងទៅញឹកទេថ្ងៃខ្លះក៏ជួបបញ្ហាបែបទៅធ្វើសងគេដូចតែគ្នាដែរទេមិនមែនអត់ទេអញ្ចឹងគាត់ថាខ្ញុំព្យាយាមធ្វើអីឲ្យប្រយ័ត្នតិចយ៉ែងតិចទៅព្រួយរបស់ថ្លៃដែរអានេះគឺយើងចាប់ផ្ដើមកឹបជាមួយនឹងអេក្រង់ថ្មីចូលជាប្រភេទអេក្រង់ GX ឲ្យបងប្អូនមើលសាច់មើលចាំមើលទៅពេលដែលខ្ញុំកឹបឲ្យ color អីហ្នឹងហើយនឹងការព្យាថាច់អីគឺវា smooth យ៉ាងណាអញ្ចឹងណាហើយចាំមើលទៅខ្ញុំកំពុងព្យាយាមកឹបអីហើយកន្លែងនេះគឺកឹបតែមិនស្រួលហ្នឹងបែកយើងស្រាប់ឡើយហើយនេះតោះពីខ្ញុំកឹបហើយគឺថាច់អីនឹង color ហ្នឹងបងប្អូនមើលនៅក្នុងវីដេអូហ្នឹងឃើញជាក់ស្ដែងណាគឺដិតស្អាតមែនតើបងប្អូនអរគ្នាហើយការព្យាថាច់ឡើង smooth តែម្ដងវាអត់ខុសគ្នាជាមួយនឹងស៊ីនទេបងប្អូនអរគ្នាណាចាណាតែឡៃវាខុសគ្នាបន្តិចដែរគាត់ថាវា brand ក៏វាមិនមែន brand ស៊ីនដែរអញ្ចឹងណាអូខេឥឡូវយើងបានធ្វើការតេស្តរួចរាល់អស់ហើយគឺយើងត្រូវតែបិទម៉ាស៊ីនដើម្បីយើងបដោះអេក្រង់ហ្នឹងចាប់ជាមួយនឹងឧបល័រមុខឬក៏ sensor ត្រជាក់ហ្នឹងណាបើសិនជាមិនអញ្ចឹងទេយើងដោះអត់កើតទេដោយសារតែទូរស័ព្ទម្ដងនេះគឺគាត់មានបញ្ហាទៅលើ volume មួយទៀតតែអញ្ចឹងយើងបិទអត់ចិត្តទេយើងចូលទៅក្នុង setting បិទយកតែម្ដងទៅប្រិចប្រាប់បងប្អូនអរគ្នាថាគាត់មានបញ្ហានេះខ្សែ volume មកគ្រាប់ទៀតអញ្ចឹងណាអញ្ចឹងយើងបិទអត់កើតទេហើយនេះគឺខ្ញុំត្រូវជាតែមផុនគេចេញអញ្ចឹងណាយើងជាតែមកស្អាតទៅហើយដើម្បីយើងធ្វើការចាំជាមួយនឹងឧបល័រខាងលើហ្នឹងអញ្ចឹងណាបើសិនយើងអត់ជាតែមទេយើងចាប់ឧបល័រទៅអត់កើតទេបងប្អូនbằngតែមហ្នឹងហើយចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបញ្ហាទូរស័ព្ទដៃចង់ផ្លាស់ប្ដូរអេក្រង់ផ្លាស់ប្ដូរតួផ្លាស់ប្ដូរថ្មអីគឺខ្ញុំមានហើយ program ក៏ខ្ញុំមានទទួលធ្វើដែរណាបងប្អូនអរគ្នាណាthì នេះគឺខ្ញុំចាប់ផ្ដើមធ្វើការដោះជាមួយនឹងឧបល័រខាងលើចេញហើយនេះគឺជាប្រភេទឧបល័រខាងលើវាអញ្ចឹងបងប្អូនឃើញក្នុងវីដេអូណាចឹងបើជាងនេះក៏ឆ្ងល់ហើយយើងមើលកំសាន្តក៏លោថាមិនដឹងថាជាអីហ្នឹងអ្នកខ្លះក៏ហៅកណ្ដឹងមុខខ្លះហៅឧបល័រមុខអ្នកខ្លះក៏ហៅ sensor អញ្ចឹងទៅតាមទម្លាប់បងប្អូនគាត់ហៅអញ្ចឹងណាឥឡូវខ្ញុំកំពុងធ្វើការចាប់បញ្ចូលជាមួយនឹងអេក្រង់ថ្មីកន្លែងនេះបើសិនយើងចាប់ខុសខ្ចៅអាចបដាឲ្យបែកអេក្រង់ណាអានឹងទៅបែកអេក្រង់គឺយើងខាតហើយបងប្អូនអត់មានចំណេញទេហើយកន្លែងនេះគឺខ្ញុំត្រូវផ្លុំធូលីផ្លុំអីចេញពីទូរស័ព្ទដៃគាត់អញ្ចឹងណាត្រូវធ្វើការសម្អាតទាំងកាមេរ៉ាទាំងអស់អញ្ចឹងនិយាយទៅសម្អាតធូលីចូលអតិថិជនទាំងអស់នេះគឺមុននឹងរៀបចូលទៅវិញអញ្ចឹងណាបងប្អូនអរគ្នាចាំបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអានេះគឺដោយសារតែខ្ញុំដាក់ speed ដែរទេបានរៀងលឿនណាស់តែបើធ្វើឲ្យមកស្អាតហ្មងវារៀងចំណាយពេលយូរដែរអាចទៅ15នាទីទៅ30នាទីអីហ្នឹងយើងនៅសម្អាតយើងនៅតេស្តយើងនៅអីដែរអញ្ចឹងណាព្រោះពួក iPhone គឺយើងប្រូលឿនទេបងប្អូនអរគ្នាបើសិនជា Android វារៀងជូរបន្តិចដោយសារតែមកវាឈ្ងុតកៅឈ្ងុតអីអញ្ចឹងណានៃការកឹបនឹងដូចនិយាយដែរតែអញ្ចឹងគឺប្រយ័ត្នប្រយែងតិចបងប្អូនហើយកន្លែងនេះគឺខ្ញុំចាប់ដើមរៀបចាប់ប៉ាងចូលទៅវិញឲ្យបងប្អូនអឺនេះណាគឺដូចជាហើយពេលដែលយើងចាប់ប៉ាងចាប់អីចូលទៅកឹបអេក្រង់ចូលហ្នឹងយើងមើលហងហើយយើងមុននឹងកឹបចូលហ្នឹងយើងមើលទៅលើជុំវិញទាំងអស់ផងក៏លោកសោះខ្ចៅមកក្រប2ក្របអីអំបិលលើហើយកឹបទៅផែមើលការងារដែលយើងកំពុងធ្វើពីដើមមករហូតដល់ទីបញ្ចប់ស្រាប់តែបញ្ហាហ្នឹងគឺអំបិលដោយអំបិលធ្វើទឹកឡើងហើយថ្ងៃហ្នឹងមិនហៅអីទេខាតមកស្លឹកហ្នឹងគ្រប់ម៉មក៏បើស្រួលបួលបងប្អូនខ្ញុំកឹបមើលដែរណាខ្ញុំខ្លាចដែរហ្នឹងអញ្ចឹងការងារយើងតែប៉ុណ្្នឹងរួចរាល់ចាប់ចៅគូនអូនស្គីនគាត់ហើយអូខេ